Bà cái lá có khaiឆ្នាំbà màក្រុមត្រៀមចេញbàអង្រួនសង្វៀនឡាវហើយនៅដើមខែមីនាឆ្នាំ2026ឆាប់នេះគោរមចាន់រេកអាចនឹងប្រឈមមុខជាមួយនឹងដៃគូចាស់ដែលធ្លាប់ទាត់ផ្ដួលពេជ្រសម្បត្តិឲ្យសន្លប់កាលពីពេលកន្លងទៅនៅគឺកីឡាករឡាវខំភូនៅក្នុងការប្រកួតដណ្ដើមពានមួយជាលក្ខណៈម៉ារ៉ាតុននៅលើទឹកដីឡាវនាដើមខែមីនាឆ្នាំ2026ដ៏ខ្លីខាងមុខនេះគោរមចាន់រេកនឹងរួមដំណើរជាមួយនឹងអ្នកប្រយុទ្ធកម្ពុជាមួយក្រុមដើម្បីឈ្មោះទៅកាន់ព្រឹត្តិការណ៍ដ៏ធំមួយនៅលើទឹកដីឡាវដែលជាព្រឹត្តិការណ៍ប្រកួតអបអខួបនគរបាលជាតិឡាវនាថ្ងៃទី7ខែមីនាឆ្នាំ2026ក្នុងចំណោមអ្នកប្រយុទ្ធគុនខ្មែរទាំង8នាក់ដែលឈ្មោះទៅកាន់កម្មវិធីនេះគោរមចាន់រាជគេត្រូវមានភារៈធំដោយដណ្ដើមពានលក្ខណៈម៉ារ៉ាតុនដោយក្នុងនោះមានកីឡាករម្ចាស់ផ្ទះឡាវចំនួន2នាក់រាប់ទាំងដៃគូចាស់ដែលធ្លាប់ផ្ដួលពេជ្រសម្បត្តិផងដែរនោះគឺកីឡាករខំភូរួមនឹងកីឡាករវៀតណាមម្នាក់នៅក្នុងទម្ងន់60គីឡូក្រាមនេះគឺជាព្រឹត្តិការណ៍ប្រកួតប្រដាល់ដ៏ធំមួយនៅលើទឹកដីឡាវដើម្បីអបអរខួបនៃការបង្កើតនគរបាលជាតិឡាវដោយមានកីឡាករកម្ពុជាសរុបចំនួន8នាក់ឈ្មោះទៅកាន់ការប្រកួតនេះដែលភាគច្រើនសុទ្ធសឹងតែមានក្របខ័ណ្ឌនៅក្នុងជួរនគរបាលជាតិផងដែរក្រៅពីគោរមចាន់រាជរួមមានឡុងសំណាងច័ន្ទណាឡុងបេនលឿនមនសមេតផលសុផាន់កីឡាករវ័យក្មេងយឿនសារុនរួមនឹងកាន់មេងហុងដែលទៅតែល្បីល្បាញទទួលការកោតសរសើរស្ញប់ស្ញែងនៅក្នុងកិច្ចការមនុស្សធម៌ជួយសង្គ្រោះជនរងគ្រោះពីអគ្គិភ័យកាលពីពេលថ្មីនេះនេះអាចចាត់ទុកថាជាបេសកកម្មនៃការប្រកួតដើម្បីមិត្តភាពក៏ដូចជាផ្សព្វផ្សាយគុណខ្មែរនៅលើទឹកដីឡាវទ្រង់ទ្រាយធំផងដែរដោយបេសកកម្មដ៏ធំមួយនេះទទួលបានការគាំទ្រពីទឹកពិសានិងភេសជ្ជៈកីឡា V Active បើប្រិមត្តទស្សនិកជនកីឡាករភាគច្រើនដែលបញ្ជូនទៅនេះយើងសង្កេតឃើញថាភាគច្រើនស្ទើរតែទាំងអស់មានក្របខ័ណ្ឌជាបាននគរបាលជាតិបាទជាប៉ូលីសខាងក្របខ័ណ្ឌកីឡាបងប្អូនបាទជាផ្នែកកីឡាណាជំនាញផ្នែកកីឡាគឺយើងឃើញថាមានកូនម៉ាក់ចាន់រាជមានផលសុផាន់មានឡុងសំណានឡុងបេនលឿនបាទកាន់មេងហុងបាទមនសមេតអីជាដើមនេះបាទពួកគាត់សុទ្ធតែជាប៉ូលីសបាទមានក្របខ័ណ្ឌជានគរបាលជាតិបាទខាងអង្គភាពកីឡាបាទអង្គភាពកីឡាមហាផ្ទៃហើយការប្រកួតនៅទឹកដីឡាវហ្នឹងគឺជាព្រឹត្តិការណ៍មួយដែលគេរៀបចំឡើងដើម្បីអបអរខួបនៃការបង្កើតនគរបាលជាតិឡាវអញ្ចឹងកីឡាករដែលយើងបញ្ជូនទៅភាគច្រើនហ្នឹងក៏ជានគរបាលជាតិកម្ពុជាយើងដែរបណ្ដាប្រទេសមួយចំនួនគេមានការរៀបចំជាព្រឹត្តិការណ៍កីឡាផ្សេងដើម្បីអបអរផ្នែកនគរបាលបើផ្នែកការពារជាតិហើយអញ្ចឹងកីឡាករភាគច្រើនដែលគេផ្ដោតក្នុងការចូលរួមនឹងភាគច្រើនក៏ជាកីឡាករដែលស្ថិតនៅចំណុះឲ្យសមាគមនៅក្លឹបនៅស្ថាប័នដែលចំណុះឲ្យក្រសួងឲ្យស្ថាប័នទាំងអស់នៅដូចគ្នាដែរបងប្អូនបាទអញ្ចឹងទាំងនេះគឺជាសមាជិកកីឡាករដែលត្រូវទៅប្រកួតនៅឡាវហើយយើងឃើញថាគោរមចាន់រាជដោយដែលបញ្ជាក់តាំងពីដើមវីដេអូអញ្ចឹងបាទគឺគាត់ត្រូវប្រកួតពានលក្ខណៈម៉ារ៉ាតុងដែលមានកីឡាករឡាវ2នាក់ហើយនិងវៀតណាមម្នាក់ផ្សេងទៀតបាទក្នុងចំណោមកីឡាករឡាវម្នាក់ហ្នឹងគឺមានកីឡាករខំភូដែរបាទបងខំភូនេះគឺបងប្អូនអ្នកតាមដានគុណខ្មែរយើងស្គាល់ច្បាស់បាទស្គាល់ច្បាស់ហើយចងចាំច្បាស់ជួជាប់បំផុតនោះគឺបើការទាត់ផ្ដួលពេជ្រសម្បត្តិបាទប៉ុន្តែមិនពិបាកវាយប្រហែលទេកាលហ្នឹងសម្បត្តិតាមវាយរហូតដែរតែទាត់មកចូលមកជើងភ្លឹងបាទឥឡូវគោរមចាន់រាជទៅយើងមើលបាទជួបដែរឬក៏អត់ព្រោះថា4នាក់ហ្នឹងជាទូទៅគឺកម្មវិធីបែបនេះគេចាប់ឆ្នោតបាទចាប់ឆ្នោតជួបគ្នាជុំទីម៉ានឬក៏មិនជួបយើងចាំមើលបងប្អូនបាទ